បាទសូមជម្រាបសួរបងពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំបាទមានបាទជាចម្លាក់និងបាទថ្នាយដើម្បីបាទថតបង្ហាញចែកជូនពុកម៉ែបងប្អូនបាទទស្សនាក្រនកែកំសាន្តពេលអបសុកបាទមានជាប្រភេទថ្នាយប្រយុទ្ធជ្រូកព្រៃបាទជាប្រភេទថ្នាយវល្លិបាទនិងបាទជាចម្លាក់ដែលសាងចេញពីបញ្ញាក្អែកនិងចុងស្នែងក្របីឃ្លៀចបាទហើយបើសិនជាពុកម៉ែបងប្អូនមកមាននិស្ស័យបាទចង់ចែកជាវអីក៏អាចទំនាក់ទំនងមកខ្ញុំបាទបានតាមរយៈលេខទូរស័ព្ទបាទ085 786935បាទនឹងគឺជាលេខ Telegram បាទហើយមួយប្រព័ន្ធទៀតបាទគឺ087574443បាទបាទតោះឥឡូវខ្ញុំបង្ហាញពុកម៉ែបងប្អូនបាទតែម្ដងទៅបាទហើយបាទមួយអង្គនេះបាទមានម្ចាស់ហើយបងប្អូនបាទនិយាយរួមក៏ឆ្លៀតលើកយកមកបង្ហាញពុកម៉ែបងប្អូនតិចក៏លោកបងប្អូនបាទគាត់ចង់បានជាប្រភេទខ្នាយអីអាចបាទឆាតសួរខ្ញុំបានតែគាត់ថាខ្នាយនឹងចម្លាក់នេះមានម្ចាស់ហើយបាទគឺម្ចាស់តែមួយទេបាទបងប្រុសគាត់ជួយជាវខ្ញុំរហូតបាទអរគុណបងប្រុសដែរបាទអញ្ចឹងក៏បាទឆ្លៀតថតបង្ហាញដើម្បីត្រៀមដាក់ផ្ញើជូនគាត់ថ្ងៃហ្នឹងឲ្យហើយបាទនេះជាប្រភេទខ្នាយបាទវល្លិបាទខ្នាយវល្លិសស៊ីស្អាតតូចច្រឡឹងពុកម៉ែបងប្អូនឲ្យតាន់ច្រើនណាបាទតាន់ធំនេះនេះបាទសាច់កណ្ដាញ់គួសមបាទនេះបាទຂະຫນាតតូចបាទបងប្រុសគាត់មាននិស្ស័យហើយអញ្ចឹងគាត់ជាមួយឈុតហ្នឹងបាទតែមិនគូស៊ីនមិនគេណាបងប្អូននេះមួយទៀតបាទនេះបើសាច់តាន់ធំនេះបើយើងកាត់តាន់ក៏បានដែរតែទុកចឹងស្អាតអក្សរស៊ីដូចគ្នាបាទនេះសំលៀងកាត់ខាងក្រៅបាទស្អាតបងប្អូនប្រភេទខ្នាយវល្លិនៅសល់2ហ្នឹងបងប្អូនឥឡូវគាត់មាននិស្ស័យបាទហើយនៅនេះលោកតាឥសីដែលសាងចេញពីបាទចុងស្នែងក្បីឃ្លៀចបាទហ្នឹងហើយចឹងនេះមានម្ចាស់ហើយ3នេះ3អង្គនេះបាទនៅ3អង្គនេះបាទកំពុងតែស្វែងរកបាទម្ចាស់ថ្មីដើម្បីយកទៅគោរពថែរក្សាដើម្បីមានលៀបមានជ័យសិរីមង្គលបាទជួបតែសេចក្តីសុខសេចក្តីចម្រើនយកទៅកាក់កបហេងបាទរកអីចេះតែបាទកើនចូលបាទរាល់គ្រោះឧបទ្រពចង្រៃចាក់ចេញបាទជំងឺអីហ្នឹងជិះចេញឲ្យឆ្ងាយបាទចូលតែលៀបចូលតែជ័យបាទអីក៏ជូនពរបងប្រុសដែរគាត់ចែកជាខ្ញុំនេះសូមជូនពរបងបាទឲ្យបាទជួបតែសេចក្តីសុខសេចក្តីចម្រើនជួបតែសំណាងល្អសុខសុវត្ថិភាពទៅផ្លូវចិត្តផ្លូវឆ្ងាយបាទឲ្យគេអាណិតស្រឡាញ់កាន់តែច្រើនបាទហើយប្រកបកិច្ចការងារអីសូមឲ្យបងប្រុសបានជោគជ័យបាទខ្ញុំអត់សូវចេះបាទជូនពរច្រើនទេពុកម៉ែបងប្អូនអធិស្ឋានផងបើខុសឆ្គងបាទតោះឥឡូវខ្ញុំបង្ហាញតោះបងប្អូនបាទសម្រាប់បងមាននិស្ស័យបាទនេះស្អាតបងប្អូនស្អាតបាទប្រភេទបញ្ញាក្អែកដើមកន្ទួតព្រៃបាទអត់ទាន់លាបប្រេងទេបងប្អូនបាទរចនាបថបាទព្រះអង្គ4ទិសបាទនេះស្អាតបងប្អូនរចនាបថនេះបាទស្អាតហើយខាងក្រោមនេះបាទចុះជាបញ្ញាក្អែកបាទចំនួន5មុខដែរសុទ្ធតែជាប្រភេទស្ដេចបញ្ញាក្អែកឯងបងប្អូនបាទចំនួន5មុខបាទនេះអត់តលាបប្រេងអញ្ចឹងនៅឃើញយើងឃើញស្នាមតិចអញ្ចឹងណាបងប្អូនតែបើលាបហើយរលើបរលោងចេះនេះឃើញបងប្អូនលាបហើយរលើបរលោងអញ្ចឹងហើយតែដោយសារខ្ញុំទើបតែយកមកដល់អញ្ចឹងអត់តបានលាបទេបាទស្អាតបងប្អូនស្អាតរចនាបថនេះស្អាតបាទប្រភេទបញ្ញាក្អែកដើមកន្ទួតព្រៃបាទនេះមួយអង្គទៀតបាទ
នេះ4ទិសដែរបងប្អូនបាទស្អាតណាបងប្អូនស្អាតខាងក្រោមក្បូរក្បាច់ក៏ស្អាតដែរហើយបញ្ចុះជាស្ដេចបញ្ញាក្អែក3មុខបាទមានតែមួយអង្គនេះរួចដាក់2អង្គនេះក៏រួចដែរបងប្អូននេះតែសូមបញ្ជាក់បងប្អូនរចនាបថនេះឆ្លាក់ម៉ាស៊ីននេះណាបងប្អូនបាទឆ្លាក់ម៉ាស៊ីនតែយើងកែដៃបាទតែគ្រាន់តែឆ្លាក់ម៉ាស៊ីននិយាយរួមរចនាបថគឺស្អាតណាបងប្អូនបាទក្បូរក្បាច់ស្អាតតែបើថាឲ្យលម្អិតដូចបាទយើងឆ្លាក់ដៃបាទគឺចាញ់ឆ្លាក់ដៃហើយបាទតែគ្រាន់តែប៉ុណ្ណេះស្អាតហើយបាទយើងយកមកកែដៃខាត់ដៃតិចតួចតែគ្រាន់តែតម្លៃក៏រៀងធូរជាងឆ្លាក់ដៃដែរបងប្អូនបាទនេះសម្រាប់បងដែលមាននិស្ស័យបាទតែគ្រាន់តែបញ្ញាក្អែករបស់ខ្ញុំផ្ញើឲ្យជាងបាទគាត់សាងឲ្យអញ្ចឹងណាបងប្អូនបាទដោយសារបាទខ្ញុំសាក់បាទឆ្លាក់ម៉ាស៊ីនបាទឃើញតែស្អាតបងប្អូនស្អាតបាទស្អាតដែរតែគ្រាន់តែបញ្ញាក្អែករបស់ខ្ញុំបាទអញ្ចឹងមាន2អង្គនេះសម្រាប់បងដែលមាននិស្ស័យនេះបើឆ្លាក់ដៃវិញមួយអង្គនេះអត់តិចជាង180000នេះមួយអង្គបាទព្រោះរចនាបថចម្លាក់ច្រើនអង្គចេះបាទជាងយកតម្លៃទៅតាមនឹងតែនេះដោយសារឆ្លាក់ម៉ាស៊ីនបាទគឺតម្លៃរៀងធូរសមរម្យដែរអញ្ចឹងក្នុងមួយអង្គខ្ញុំជាវតែ110,000ទេបងប្អូនក្នុងមួយអង្គបាទអង្គនេះក៏110,000អង្គនេះក៏110,000ហើយ free សេវាតាមរយៈបុណ្យធម្មដូចគ្នាបាទបើបងប្អូនបាទយកទាំង2អង្គគឺខ្ញុំជាវតែ20,000នេះចុះឲ្យ20,000ទៀតបើយកទាំង2អង្គបាទហ្នឹងហើយហើយមួយអង្គទៀតនេះបាទគឺជាប្រភេទស្ដេចបញ្ញាក្អែកមួយមុខដែរគឺបាទបញ្ញាក្អែកកន្ទួតព្រៃបាទនេះឆ្លាក់ដោយដៃទេគឺបាទព្រះអង្គហេវជ្រៈជាន់មានេះវីដេអូមុនខ្ញុំថាជាន់គ្រុឌបាទជាស្រ័យបាទជាន់មាទេបាទគឺស្អាតណាបាទនេះប្រកេះច្រើនណាប្រកេះទៅលើរហូតបាទនេះមាន3ជាន់ហ្នឹងបាទហើយមើលដៃឯងបងប្អូនស្អាតណាបងប្អូនមើលផ្ទាល់បានស្អាតមើលក្នុងរូបចេះអត់ស្អាតទេដោយសារអីយើងថតទៅត្រូវប្រេងទៅចាំងផ្លាតបូក្បាច់រចនាបាទការលម្អិតបាទនេះគម្រោងថាយកស្រោបទុកខ្លួនឯងដែរបងប្អូនតែគ្រាន់តែមួយរយៈនឹងដាច់ផ្ចាយបងខ្លះគាត់ជាប់ក៏គាត់អត់បានសងដែរខ្លះទៀតក៏គាត់បានសងអញ្ចឹងបងប្អូនចឹងយើងសេរីអត់តន់ទេក៏សេរីរបស់ដែលស្រឡាញ់ខ្លួនឯងដែរហ្នឹងក៏បញ្ចេញខ្លះហើយបាទនេះអីក៏របស់ខ្ញុំបាទស្រឡាញ់ឥឡូវបញ្ចេញឲ្យបងប្រុសបាទនេះសម្រាប់បងប្អូនដែលមាននិស្ស័យបាទគឺខ្ញុំជាវតែ15,000នេះអត់ចុះទៀតទេបងប្អូនកាលមុនខ្ញុំជាវ20,000មួយអង្គនេះបាទឥឡូវជាវជូនតែ15,000នេះសម្រាប់បងដែលមាននិស្ស័យគ្រាន់តែថ្លៃជាងឯថ្លៃបញ្ញាហ្នឹងក៏លើសដែរបងប្អូនបាទពួកຂະຫນាតឆ្លាក់ប៉ាណូធំចេះគឺកម្រនេះຂະຫນាតធំជាងមេជើងឯបញ្ញានេះនោះបាទហើយបញ្ញាកន្ទួតព្រៃហ្នឹងគឺខ្លឹមឲ្យសំប៉ែតបាទដើមសំប៉ែតបញ្ញាហ្នឹងបាទហ្នឹងហើយរាល់កំហុសខុសឆ្គងក្នុងវីដេអូសូមបងប្អូនបាទអធិស្ឋានផងអញ្ចឹងវីដេអូខ្ញុំបាទគឺមានតែប៉ុណ្ណឹងទេហើយតម្លៃខ្ញុំដាក់ក្នុងវីដេអូហ្នឹងហើយបើបងប្អូនទទួលយកបានគឺអាចបាទចែកជាបានហើយអត់ចុះទៀតទេគឺដាក់តម្លៃហ្នឹងគឺចុះក្នុងហ្នឹងហើយបងប្អូនបាទអញ្ចឹងអរគុណច្រើនសម្រាប់ការចូលទស្សនាសូមជម្រាបលាជួបគ្នាវីដេអូក្រោយទៀត